សូមគោរពចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងសូមគោរពជំរាបសួរដល់ប្រិយមិត្ត Idea Podcast សូមស្វាគមន៍មកកាន់កម្មវិធី Idea Podcast អេពីសូតទី2នៅក្នុងថ្ងៃនេះយើងនឹងបានជួបជាមួយវាគ្មិនថ្មីមួយរូបទៀតដើម្បីចូលមកដើម្បីជជែកនៅក្នុងប្រធានបទរបស់យើងហើយសង្ឃឹមថាប្រិយមិត្តនឹងបានតាមដាននិងស្វែងយល់អំពីបទពិសោធន៍ពិតរបស់គាត់នៅក្នុងដំណើរជីវិតជាពិសេសដែលប្រធានបទរបស់យើងថ្ងៃនេះនឹងផ្ដោតសំខាន់ទៅលើយុវជនជាមួយនឹងឧបសគ្គថាតើយុវជនបែបណាដែលគាត់ធ្លាប់ឆ្លងកាត់ឧបសគ្គហើយតើឧបសគ្គបែបណាដែលជាបញ្ហាចម្បងដែលគិតថាយុវជនទាំងអស់ត្រូវតែឆ្លងកាត់ឬក៏ត្រូវតែស្វែងយល់ពីវាបាទដើម្បីកុំឲ្យខាត់ពេកយើងជួបជាមួយវិក្កាមិនយើងតែម្ដងសូមគ្រប់ជំនួសសួរលោកគ្រូបាទជំនួសសួរបាទសូមបាទអរគុណលោកគ្រូសុខសប្បាយទេសុខសប្បាយធម្មតាបាទគ្រូអរគុណលោកគ្រូសម្រាប់ការចូលរួមថ្ងៃនេះអរគុណមែនទែនជ្រាបក្នុងការនេះផងដែរខ្ញុំបាទសូមគ្រប់អនុញ្ញាតដើម្បីជម្រាបជូនដល់ប្រិយមិត្តផងដែរថាវិក្កាមិនរបស់យើងថ្ងៃនេះគឺលោកគ្រូបណ្ឌិតវ៉ែនសាមៀនដែលបច្ចុប្បន្នលោកគ្រូជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យដែលលោកគ្រូធ្វើការបណ្ដុះបណ្ដាលផ្នែកជំនាញគ្រប់គ្រងធុរកិច្ចជំនាញសហគ្រិនជំនាញគ្រប់គ្រងប្រតិបត្តិការក្នុងនោះផងដែរលោកគ្រូក៏ជាអ្នកដែលនិពន្ធនៅសៀវភៅមួយចំនួនមានដូចជាសៀវភៅផែនទីកំណប់ជីវិត52សៀវភៅគំនិត52កសាងគំនិតឲ្យជីវិតខ្ញុំសៀវភៅកលយុទ្ធសាស្ត្រសៀវភៅដុំរលាកក្នុងចក្រវាលខ្ញុំសៀវភៅសមាធិរបស់ខ្ញុំលើពីនោះលោកគ្រូក៏ជាស្ថាបនិកមជ្ឈមណ្ឌលបណ្ដុះបណ្ដាល 7LS Academic and Business Consultant Center ដែលវគ្គបណ្ដុះបណ្ដាលផ្ដោតទៅលើជំនាញផ្នែកគំនិតដល់បុគ្គលិក 5PS វគ្គជំនាញកសាងអ្នកលក់ឆ្នើមវគ្គជំនាញកសាងដឹកនាំឆ្នើមជាដើមផងដែរហើយក្រៅពីនោះលោកគ្រូក៏ជាអ្នកគ្រប់គ្រងយុទ្ធសាស្ត្រនៅក្នុងក្រុមហ៊ុនមួយចំនួនផងដែរអរគុណលោកគ្រូសម្រាប់ការចូលរួមហើយឃើញថាបទពិសោធន៍លោកគ្រូច្រើនមែនតើបាទអញ្ចឹងយុវជនទាំងអស់គ្នាជាពិសេសប្រិយមិត្តទាំងអស់នឹងបានជួបជាមួយលោកគ្រូផ្ទាល់ដោយកម្មវិធីថ្ងៃនេះយើងមានគោលបំណងសំខាន់ដើម្បីចែករំលែកនៅបទពិសោធន៍ពិតជាក់ស្ដែងនៅឧបសគ្គក៏ដូចជាអ្វីដែលយុវជនធ្លាប់ឆ្លងកាត់ហើយជាពិសេសគឺបទពិសោធន៍លោកគ្រូផ្ទាល់អញ្ចឹងជាកិច្ចចាប់ផ្ដើមសូមអញ្ជើញលោកគ្រូមានជាការចូលរួមចំណាប់អារម្មណ៍អីយ៉ាងណាសូមអញ្ជើញបាទអរគុណបាទលោកសិហាដែលបានបាទសម្របសម្រួលនៅក្នុងកម្មវិធីក៏ដូចជាបាទអរគុណដល់ព្រះអង្គប្រធានដែលបាទអញ្ជើញខ្ញុំបាទមកចូលរួមនៅក្នុងកម្មវិធីបាទចែករំលែកបទពិសោធន៍មួយនេះដែលខ្ញុំជឿជាក់ថាមានសារៈសំខាន់សម្រាប់យុវជនរបស់យើងបាទជាពិសេសអ្វីដែលចែករំលែកនេះគឺយើងមានបាទចេតនានិងគោលបំណងសំខាន់នោះគឺសម្រាប់បាទយុវជនដែលគាត់មានបែបផែនបាទស្រដៀងខ្ញុំបាទដែលបាទបច្ចុប្បន្នខ្ញុំក៏នៅយុវជនដែរណាបាទសិហាបាទយុវជនជឿថាសិហាក៏ស្ថិតនៅក្នុងបាទព្រំដែនជាយុវជនដែរបាទអញ្ចឹងថ្ងៃនេះគឺជាយើងចង់បានធាតុចូលសំខាន់ទៀតដើម្បីឲ្យជាកតិសម្រាប់យុវជនរបស់យើងសម្រាប់យកទៅពិចារណាព្រមទាំងបាទអនុវត្តព្រមទាំងធ្វើការចាត់ចែងបាទនៅក្នុងការដំណើរជីវិតរបស់ពួកគាត់ដែលបាទប្រធានបទនោះយើងនឹងផ្ដើមចេញពីថាតើគោលដៅយុវជនដែលយើងចង់និយាយនេះគឺគាត់ស្ថិតនៅក្នុងព្រំដែនប៉ុណ្ណាបាទអញ្ចឹងអាចបញ្ជាក់ជាចំណាប់អារម្មណ៍ថាគឺយើងផ្ដោតទៅលើលក្ខណៈយុវជនដែលគាត់បាទចាក់ចេញពីខេត្តដើម្បីមកបន្តការសិក្សាឬក៏ស្វែងរកការងារនៅក្រុងភ្នំពេញបាទដែលជាទីកន្លែងសម្បូរទៅដោយបាទការងារព្រមទាំងចំណេះដឹងបាទប្រមូលផ្ដុំបាទគ្រប់អាជីវកម្មទាំងអស់នៅទីនេះបាទផ្ដោតប៉ុណ្ណឹងណាបាទអរគុណច្រើនលោកគ្រូអរគុណមែនទែនសម្រាប់ការលើកឡើងពីចំណាប់អារម្មណ៍ខាងដើមខ្ញុំមិនតន់ច្បាស់ពីលោកគ្រូគ្រូជើញមកពីខេត្តឬក៏នៅភ្នំពេញទេបាទខ្ញុំអ្នកខេត្តព្រៃវែងបាទអញ្ចឹងព្រៃវែងដូចគ្នាថ្ងៃនេះគឺព្រៃវែងជួបព្រៃវែងអរគុណច្រើនតុកនេះព្រៃវែងទាំងអស់ចឹងអរគុណច្រើនលោកគ្រូអ្វីដែលលោកគ្រូឡើងពាក់ព័ន្ធជាមួយយុវជនហើយដោយលោកគ្រូបញ្ជាក់មិញថានឹងផ្ដោតសំខាន់ទៅលើយុវជនដែលភាគច្រើនគឺពួកគាត់ដែលមកពីតាមបណ្ដាខេត្តហើយគាត់មានការតស៊ូនៅក្នុងដំណើរជីវិតមួយចំនួនបាទជាការពិតលោកគ្រូដោយសារតែទិន្នន័យមួយដែលបានបង្ហាញពីយុវជននៅក្នុងអំឡុងឆ្នាំ2024តាមទិន្នន័យដែលបានបង្ហាញមក
ប្រជាជនកម្ពុជាយើងមានយុវជនក្នុងចំណោមចន្លោះពី15ទៅ30ឆ្នាំមានចន្លោះពី24ទៅ60%ដែលជាចំនួនច្រើនដែរបើប្រៀបធៀបមួយកម្លាំងពលកម្មឬក៏យុវជនប្រជាជននៅក្នុងស្រុកខ្មែរយើងហើយតាមខ្ញុំដឹងផងដែរនោះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងក៏កម្ពុជាក៏ជាប់ជាប្រទេសដែលមានកម្លាំងពលកម្មគឺយុវជននឹងច្រើនមែនទែនចាថ្ងៃនេះសង្ឃឹមថាបងប្អូនអរគ្នាជាប្រិយមិត្តនឹងបានស្ដាប់នៅការបកស្រាយរបស់លោកគ្រូពាក់ព័ន្ធជាមួយនឹងយុវជនហើយជាពិសេសសង្គមកម្ពុជាយើងដែលមានកម្លាំងយុវជនច្រើននោះយើងនឹងបានដឹងទាំងអស់គ្នាអរគុណច្រើនលោកគ្រូដើម្បីចូលដល់ប្រធានបទរបស់យើងតែម្ដងដោយសារថ្ងៃនេះយើងនឹងលើកយកប្រធានបទសំដៅទៅលើយុវជននិងឧបសគ្គចឹងថ្ងៃនេះជាកិច្ចចាប់ផ្ដើមចង់ឲ្យលោកគ្រូជួយបញ្យល់បន្តិចតើនិយមន័យដូចនេះហៅថាយុវជនតាមការយល់របស់លោកគ្រូបាទសូមជ័យលោកគ្រូអរគុណច្រើនណាស់បាទអញ្ចឹងយុវជនបើយើងងាយយល់បំផុតនោះគឺយើងជាក្រៃតេរីសំខាន់ទី1គឺអាយុបាទអាយុបាទដូចទិន្នន័យដែលបាទលោកសីហាបានបង្ហាញមិញអញ្ចឹងគឺជាទូទៅតែគាត់ចាប់ផ្ដើមបាទចុះបាទអត្តសញ្ញាណប័ណ្ណអាយុ18ឬក៏ឥឡូវយើងមានចុះក្រោម18ក៏អាចចុះអត្តសញ្ញាណប័ណ្ណហ្នឹងជា ID card របស់គាត់ជាអត្តសញ្ញាណប័ណ្ណបាទសញ្ជាតិខ្មែររបស់យើងហ្នឹងគឺចាប់ផ្ដើមរាប់បាទពីក្រោមហ្នឹងរហូតដល់បាទ35មែនតើ40នោះបាទយុវជនបើសិនជាយើងមើលមានអ្នកខ្លះខ្ញុំធ្លាប់ជួបតែគាត់ទៅតែអាយុ38 39ឬ40ទេប៉ុន្តែគាត់ថាខ្ញុំចាស់ហើយបាទខ្ញុំចេះនិយាយលេងជាមួយគាត់ថាមិនចាស់ទេបងទើបតែបាទធ្វើដំណើរដល់ពាក់កណ្ដាលបាទនៃជីវិតបាទបើសិនជាបងអាយុ80គឺទើបតែពាក់កណ្ដាលហ្នឹងអញ្ចឹងមិនទាន់ផុតភាពជាយុវភាពទេបាទអញ្ចឹងយើងអាចសន្មតមិនទាន់មាននិយមន័យច្បាស់ថាចន្លោះអាយុប៉ុណ្ណាទេប៉ុន្តែ40ចុះមកដល់17 18ហ្នឹងគឺក្នុងយើងឲ្យនិយមន័យសាមញ្ញថាក្នុងចន្លោះហ្នឹងបាទគាត់កំពុងតែបន្តការសិក្សារៀនសូត្រកំពុងតែបំពេញការងារដើម្បីជីវភាពរបស់ពួកគាត់បាទគ្រូអរគុណលោកគ្រូអរគុណមែនទែនចំពោះការបញ្យល់អត្ថន័យយុវជនហើយដោយលោកគ្រូបញ្ជាក់មិញថាជាទូទៅសំដៅទៅលើក្រុមមនុស្សឬយុវជនដែលគាត់មានអាយុចន្លោះពី17 18ដែលមានតញ្ញាណប័ណ្ណចុះមាន ID card ហ្នឹងហើយមកដល់40ជាងលោកគ្រូថាមិញមែនទែនដូចលោកគ្រូបញ្ជាក់អញ្ចឹងពួកគាត់នៅកម្លាំងនៅឡើយទេ40ជាងមែនតែនៅកម្លាំងមុំទាំអីបានអញ្ចឹងនៅតែជាកម្លាំងដ៏រឹងមាំសម្រាប់ការកសាងសង្គមជាតិអរគុណលោកគ្រូចុះចំណែកចង់សួរលោកគ្រូពាក់ព័ន្ធជាមួយឧបសគ្គបន្តិចព្រោះយើងមុននឹងឈានដល់សំណួរបន្តទៀតចង់ឲ្យប្រិយមិត្តគាត់បានស្វែងយល់អំពីអត្ថន័យឧបសគ្គតើតាមការយល់របស់លោកគ្រូអ្វីទៅជាឧបសគ្គក្នុងអត្ថន័យមួយនេះសូមជម្រាបធានបទដូចជាមានពាក្យពីរសំខាន់ហ្នឹងយុវជនបាទនិងឧបសគ្គហ្នឹងនិយមន័យដូចខ្ញុំបញ្ជាក់មិញអញ្ចឹងគឺអ្វីដែលចែករំលែកទៅគ្រាន់តែជាបទពិសោធន៍និងទស្សនៈផ្ទាល់ខ្លួនអញ្ចឹងណាខ្ញុំមិនបានទៅស្រាវជ្រាវឬក៏ស្រង់យកបាទជាទ្រឹស្ដីបាទអ្នកប្រាជ្ញឬការស្រាវជ្រាវទេបាទដើម្បីសាមញ្ញដល់យុវជនរបស់យើងបាទឧបសគ្គនៅទីនេះខ្ញុំអាចនិយាយបានថាគឺជាវាជាបីសាចមួយដែលតាមឡងបាទដំណើរជីវិតបាទរបស់យុវជនរបស់យើងខ្ញុំនិយាយអញ្ចឹងចុះណាចាំមើលខ្ញុំក៏មាន story ខ្លះថាតើបីសាចនោះមានអីខ្លះបើសិនជាមានសំណួរបាទបើសិនជាមានសំណួរបាទហើយនិយមន័យខ្លីប៉ុណ្ណឹងចុះណាបាទអរគុណលោកគ្រូអរគុណដល់លោកគ្រូនិយាយរឿងបីសាចអញ្ចឹងនឹកឃើញចង់ខ្លាចព្រោះនៅក្មេងធ្លាប់មើលរឿងខ្មោចឆៅមកអីចឹងហើយបើសិនជាខ្មែរយើងផងរឿងបីសាចរឿងខ្មោចដូចរៀងប្រសពដែរណាមកនិយាយពីខ្មោចវិញរៀងខ្លាចជាងតែលេខ2ទៀតព្រោះណាគឺមើលទៅស្រស់បាទអរគុណមែនតើលោកគ្រូអញ្ចឹងប្រិយមិត្តបានស្ដាប់បាំងហើយអ្វីដែលលោកគ្រូបញ្ជាក់និយមន័យឧបសគ្គអាចសង្ខេបមកជាសាមញ្ញគឺដូចបីសាចហើយយើងទាំងអស់គ្នាធ្លាប់ទស្សនារឿងហើយកាលណាបីសាចមានតែជាតំណាងឲ្យភាពកំឡាចឬក៏ធ្វើឲ្យយើងខ្លាចមិនហ៊ានធ្វើអ្វីដែលយើងគិតតែចង់ធ្វើបាទនេះតាមអ្វីដែលយើងគិតថានិយមន័យបីសាចគឺអញ្ចឹងអរគុណមែនតើគ្រូអញ្ចឹងយើងបាននិយមន័យខាងដើមហើយដែលលោកគ្រូបញ្យល់អំពីពាក្យថាយុវជនហើយនិងពាក្យថាឧបសគ្គឥឡូវយើងវិលមកដល់សំណួរបន្ទាប់ចង់ឲ្យលោកគ្រូលើកឡើងតាមទស្សនៈរបស់លោកគ្រូផ្ទាល់តើលោកគ្រូគិតថាឧបសគ្គបែបណាដែលជាឧបសគ្គសម្រាប់យុវជនដែលគាត់ជួបប្រទះរាល់ថ្ងៃតាមការយល់របស់លោកគ្រូ
នឹងការបទពិសោធន៍របស់លោកគ្រូបន្តតែម្ដង សំណួរមួយខ្លឹមនៅក្នុងប្រធានបទរបស់យើងបាទចូលជ្រៅទៅដល់ថាតើមានឧបសគ្គធំប៉ុណ្ណាណាបាទដោយសារតែបទពិសោធន៍បច្ចុប្បន្នខ្ញុំធ្វើកិច្ចការច្រើនជាមួយយុវជនជាពិសេសតាមបណ្ដាក្រុមហ៊ុនបាទផ្សេងគឺភាគច្រើនគឺធ្វើជាមួយយុវជនបាទថ្នាក់ដឹកនាំគឺចន្លោះអាយុ30ទៅ50អាចលើសបន្តិចបាទចូលដល់មួយឆឹមបន្តិចតែគាត់នៅក្នុងការចាប់ភ្ជាប់រវាងយុវជននិងបាទវ័យដែលខ្ញុំនិយាយលេងថាយុវចាស់ហ្នឹងបាទជាប់ជាព្រំដែនណាជាព្រំដែនអញ្ចឹងអាចទាំងពីរជាមួយនឹងបុគ្គលិកហើយនឹងថ្នាក់ដឹកនាំគឺនៅក្នុងចន្លោះហ្នឹងណានៅក្នុងចន្លោះយុវជនហើយនឹងមជ្ឈមវ័យរបស់គាត់ហ្នឹងបាទហើយក៏ដូចជាទាំងស្រាប់ហើយយើងបង្រៀននៅសាកលវិទ្យាល័យក៏ភាគច្រើនក៏សិតតែយុវជនបាទសិស្សរបស់ខ្ញុំភាគច្រើនគឺដូចជា 10% ទេដែលគាត់មានអាយុរៀងចំណាស់បាទ40ជាងអីហ្នឹងបាទពេលខ្លះច្រឡំហៅគាត់បងដែរខ្ញុំសិស្សបាទតើសំណួរសួរវិលទៅវិញថាតើមានឧបសគ្គធំអីនៅក្នុងពេលបច្ចុប្បន្នខ្ញុំអាចសុំបន្ថែមបន្តិចថាបាទបច្ចុប្បន្នបូកនឹងពេលអនាគតផងដែរពេលដែលកន្លងផុតផងដែរពីព្រោះដោយសារពេលកន្លងផុតខ្ញុំចង់ភ្ជាប់ពីបទពិសោធន៍ខ្លួនឯងដែរថាតើមានឧបសគ្គធំអីខ្លះដើម្បីឲ្យយើងអាចចាប់ភ្ជាប់ទៅ topic របស់យើងទាំងមូលបាទលោកគ្រូបាទអញ្ចឹងកាលពីខ្ញុំនៅយុវជនបាទឥឡូវក៏យុវជនប៉ុន្តែកាលពីនៅជាយុវជនពេញយុវជននោះហើយក៏ដូចជាបច្ចុប្បន្នខ្ញុំជឿថាធ្លាប់បាទបិសាចហ្នឹងតាមឡងដូចគ្នាឥឡូវយើងភ្ជាប់មួយពាក្យបិសាចហ្នឹងចឹងតាមឡងដូចគ្នាណាអញ្ចឹងយើងចង់ឲ្យយុវជនរបស់យើងសម័យទៅមើលថាតើធ្លាប់ជួបខ្មោចទេបាទនេះជាសំណួរមុននឹងចាប់ផ្ដើមឥឡូវខ្ញុំពាក្យពីរហ្នឹងជាមួយគ្នាចុះខ្មោចនិងបិសាចដោយលោកសេហាលើកឡើងគឺតាមមុខចុះណាបាទដើម្បីងាយយល់បាទពិតណាស់អ្នកដែលគាត់អត់ដែលជួបខ្មោចហើយគាត់ឮតាមរឿងបាទតាមមើលរឿងតាមឮតាមអ្នកជុំវិញគឺអត់តន់ជួបប៉ុន្តែខ្លាចតែម្ដងអញ្ចឹងឯងមានអញ្ចឹងមែនគឺច្រើនគឺអញ្ចឹងមែនបាទតែក៏មានយុវជនជាច្រើនទៀតគាត់អត់ខ្លាចទេបាទដូចជាខ្ញុំអត់ខ្លាចខ្មោចទេបាទនិយាយទៅអត់ខ្លាចខ្មោចទេបាទអញ្ចឹងលោកគ្រូពិសេសគ្រូមានមុននៃពិសេសការពារខ្មោចអត់ទេធ្លាប់មានបទពិសោធន៍បាទធ្លាប់មានបទពិសោធន៍អ្នកបាទដើរជាមួយនឹងគាត់កំឡាចថាខ្មោចលងហ្នឹងបាទកំឡាចតែខ្មោចលងហើយដល់យើងមានបទពិសោធន៍បាទជាមួយបាទជាមួយជួបរឿងពិតបាទអញ្ចឹងក៏យើងធ្វើឲ្យយើងជំរុញការយល់ឃើញរបស់យើងគឺមិនគូខ្លាចទៀតទេបាទហ្នឹងប៉ុន្តែអ្នកដែលខ្លាចពីក្មេងមករហូតដល់ដំណាក់កាលជាយុវជនទៀតបាទគាត់នឹងបន្តខ្លាចដល់ចាស់ទៀតបន្តទៀតបាទអញ្ចឹងទេបាទប្រកាសជាមានអ្នកចាស់បច្ចុប្បន្នបាទដូចជាលោកយាយរបស់ខ្ញុំមួយគឺនៅតែខ្លាចខ្មោចទេគាត់ឲ្យគាត់គេងតែឯងគាត់អត់ហ៊ានទេគាត់ត្រូវការចៅទៅការនេះបាទនៅតែខ្លាចហើយបើសិនជាបាទគាត់ខ្លាចហើយបើសិនជាឲ្យគាត់និយាយពីរឿងខ្មោចគឺបាទសបោណាស់បាទអ្នកដែលខ្លាចហ្នឹងគឺសបោរឿងខ្មោចតែម្ដងបាទតើវាឆ្លុះបញ្ចាំងអីខ្លះទៅនឹងសំណួររបស់យើងថាតើមានឧបសគ្គអីធំសម្រាប់យុវជនពីមុនដែលធ្លាប់ឆ្លងកាត់ហើយនឹងពេលបច្ចុប្បន្ននេះរយៈពេលប៉ុណ្ណេះយើងមិនអាចរៀបរាប់អស់ទេសូម្បីនិយមន័យខាងលើខ្ញុំរៀបរាប់តាមតែព្រំដែននៃប្រធានបទរបស់យើងទេខ្ញុំគិតថាចំណុចធំទី1ដែលយុវជនយើងគាត់ខ្លាចគាត់ជួបជាឧបសគ្គធំគឺអាចសុំយុវជនយើងកត់ក៏បានដែរជាចំណុចមួយជាបទពិសោធន៍ជាក់ស្ដែងគឺទី1បាទអាចលើកបិចទាំងអស់គ្នាកត់បាទទី1គឺគាត់ខ្វះទិសដៅហើយនឹងបាទគោលដៅមិនមានភាពច្បាស់លាស់